បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាចាក់ចេញពីផ្ទះបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាចាក់ចេញពីផ្ទះឬក៏បោះបង់ផ្ទះចោលបោះបង់គ្រួសារមិនចំពោះតែប្តីឬប្រពន្ធនោះទេការចាក់ចេញពីគ្រួសារចោលទុកឲ្យអ្នកណាម្នាក់នៅម្នាក់ឯងនោះការសុបិនបែបនេះទំនាយនៅក្នុងសុបិនគឺមានអត្ថន័យដូចនេះថាពុកម៉ែបងប្អូនគឺជាអ្នកដែលមានសំណាងល្អហើយទទួលបានសេចក្តីសុខយ៉ាងប្រសើរក្រៃលែងខុសពីការសុបិនទាំងស្រុងបាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាចាក់ចេញពីផ្ទះឬក៏បោះបង់គ្រួសារចាក់ចេញទៅនោះមិនថាប្តីឬក៏ប្រពន្ធនោះទេគឺក្នុងសុបិនបែរជាចាត់ទុកថាជាការល្អដល់អ្នកសុបិនទៅវិញសម្រាប់លេខសំណាងគឺលេខ66លេខ67លេខ69លេខ647 646និង619បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាចាក់ចេញពីផ្ទះឬក៏បោះបង់អ្នកផ្ទះគ្រួសារនោះគឺមានអត្ថន័យនៃការបកស្រាយខាងលើបាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ